បាទសួស្តីបងប្អូនអ្នកសិក្សាទាំងអស់គ្នាជួបគ្នាបន្តទៀតនៅក្នុងវីដេអូនេះខ្ញុំបន្តចែករំលែកនៅកម្រងសំណួរភូមិចម្លើយសម្រាប់បងប្អូនត្រៀមចូលសាលាភូមិរដ្ឋបាលជាសិស្សមន្ត្រីក្រមការក៏ដូចជាសិស្សមន្ត្រីជាន់ខ្ពស់ហើយក៏សម្រាប់បងប្អូនត្រៀមប្រឡងក្របខ័ណ្ឌតាមក្រសួងស្ថាប័ននានាផងដែរអញ្ចឹងក្នុងសំណួរដែលលើកឡើងនៅក្នុងវីដេអូនេះគឺមានចំនួន10លេខរៀងចាប់ពី651ដល់660អញ្ចឹងយើងមកមើលទាំងអស់គ្នាតើមានសំណួរអីខ្លះចុងសំណួរទី1នៅក្នុងវីដេអូនេះគឺសួរថាតើកំណែតម្រង់វិមជ្ឈការនិងវិសហមជ្ឈការមានគោលដៅយុទ្ធសាស្ត្រដើម្បីអ្វីអញ្ចឹងសម្លើយគឺចែកដែនដីគ្រប់គ្នាគ្រប់គ្រងពង្រាយមន្ត្រីឲ្យបានច្រើនហើយនឹងពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីភូមិនៅមូលដ្ឋានអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយគោលនឹងឯងណាគឺដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីភូមិនៅមូលដ្ឋានសំណួរទី552សួរថាតើកម្ពុជារដ្ឋបាលកម្រិតថ្នាក់ទាបបំផុតគឺថ្នាក់ណាចម្លើយគឺភូមិឃុំសង្កាត់និងក្រុងស្រុកខណ្ឌចម្លើយដែលត្រឹមត្រូវគឺឃុំសង្កាត់ភូមិមិនមែនជារដ្ឋបាលទេណាមិនមែនជាកម្រិតនៃរដ្ឋបាលកម្ពុជាទេគ្រាន់តែជាទីប្រជុំផ្ទះដែលជាសេនាធិការរបស់ឃុំតែប៉ុណ្ណឹងសំណួរបន្តគេសួរថាតើនៅឆ្នាំណាដែល GDP កម្ពុជាបានឡើងដល់ 13.5% ខ្ពស់ណាស់បងប្អូនជាប្រវត្តិសាស្ត្រគឺ2008 2010 2005ចម្លើយដែលត្រឹមត្រូវគឺឆ្នាំ2005គឺ GDP កម្ពុជាគឺឡើងខ្លាំងដែលមិនដែលមានក្នុងប្រវត្តិសាស្ត្រសំណួរទី654សួរថាតើជំរឿនទូទៅប្រជាជននៅឆ្នាំ2019អ្នកណាជាប្រធានគណៈកម្មការជំរឿនមានសម្ដេចហ៊ុនសែនសម្ដេចហេងសំរិននិងសម្ដេចសខេងចម្លើយដែលត្រឹមត្រូវគឺសម្ដេចសខេងបាទបន្តទៀតយើងសួរថាតើជំរឿនជាតិជាសមត្ថកិច្ចរបស់ក្រសួងណាជំរឿនជាតិជាកាតព្វកិច្ចរបស់ក្រសួងមហាផ្ទៃក្រសួងផែនការឬក្រសួងមុខងារសាធារណៈអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺក្រសួងផែនការតែបច្ចុប្បន្ននេះគេធ្វើជំរឿនមន្ត្រីគឺក្រសួងមុខងារសាធារណៈបច្ចុប្បន្នតើជាធម្មតាជំរឿនទៅធ្វើប៉ុន្មានឆ្នាំម្ដង10ឆ្នាំ5ឆ្នាំឬក៏12ឆ្នាំចម្លើយគឺ10ឆ្នាំម្ដង10ឆ្នាំឥឡូវ10ឆ្នាំរហូតសម្បត្តិតាសញ្ញាណប័ណ្ណក៏គេធ្វើ10ឆ្នាំម្ដងដែរឥឡូវតទៀតគេសួរថាតើជំរឿននៅប្រទេសកម្ពុជាមានប្រមាណប្រភេទអញ្ចឹងមាន5ប្រភេទ3ប្រភេទ1ប្រភេទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺមាន3ប្រភេទបន្តទៅទៀតតើខាងក្រោមនេះមួយណាមិនមែនជាជំរឿននៅកម្ពុជាជំរឿនប្រជាជនជំរឿនកងទ័ពជំរឿនសេដ្ឋកិច្ចចម្លើយដែលត្រឹមត្រូវគឺជំរឿនកងទ័ពក៏ធ្វើជំរឿនទេបាទគេមានរឿងរបស់កងទ័ពគេប៉ះពាល់គេមិនងាយបញ្ចេញព័ត៌មានផ្ដេសផ្ដាស់ទេតែជំរឿន3ប្រភេទដែលសំណួរខាងលើហ្នឹងគឺមានជំរឿនប្រជាជនជំរឿនសេដ្ឋកិច្ចហើយនិងជំរឿនកសិកម្មបាទបន្តទៅទៀតសំណួរ659សួរតើលិខិតបទដ្ឋានគតិយុត្តនៃព្រះរាជាណាចក្រកម្ពុជាទី2ត្រូវបែងចែកជាប៉ុន្មានថ្នាក់អញ្ចឹង5ថ្នាក់3ថ្នាក់2ថ្នាក់អញ្ចឹងចំណុចដែលត្រឹមត្រូវគឺ2ថ្នាក់បន្តទៀតតើកិច្ចព្រមព្រៀងទីក្រុងប៉ារីសមានប្រទេសប៉ុន្មានចូលរួម
10 គុតចម្លើយដែលត្រឹមត្រូវគឺ18ប្រទេសចូលរួមអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងអរគុណបងប្អូនដែលបានចូលទស្សនាព្យាយាមកត់ត្រានិងអានឲ្យបានច្រើនមុននឹងបងប្អូនសម្រាប់ចិត្តដើរចូលបន្ទប់ប្រឡងបាទអរគុណជួបគ្នាក្នុងវីដេអូបន្ទាប់